អូនេះមិនមែនជាវីដេអូ sponsor អីទាំងអស់ហើយខ្ញុំចង់ប្រាប់ទៅម៉ែជាពិសេសម៉ែដែលមានផ្ទៃពោះឬមួយក៏គម្រោងដែលមានផ្ទៃពោះហើយដោយសារតែខ្ញុំធ្លាប់ចែករំលែកតាក់ទងជាមួយនឹងវីតាមីនមានផ្ទៃពោះមួយគឺ Prenatal ដោយសារតែការពេលដែលខ្ញុំមានផ្ទៃពោះបានញ៉ាំវីតាមីន Prenatal ហ្នឹងហើយមានម៉ែក៏សួរថាខ្ញុំញ៉ាំវីតាមីនអីពេលដែលមានផ្ទៃពោះអីអញ្ចឹងកាលហ្នឹងខ្ញុំញ៉ាំ Prenatal ហើយក៏នៅជាប់វីដេអូហ្នឹងមកដែរអញ្ចឹងមកក្រោយហ្នឹងគឺមានព័ត៌មាននៅប្រទេសវៀតណាមដែលមានការផលិតវីតាមីនមានផ្ទៃពោះហ្នឹង Prenatal ហ្នឹងជាប្រភេទคล้ายคล้ายអញ្ចឹងខ្ញុំចង់ឲ្យម៉ែចាប់អារម្មណ៍ទៅលើចំណុចហ្នឹងថាតើខ្ញុំអត់និយាយថាតែយើងមើលមិនដឹងคล้ายមើលមិនដឹងប៉ាត់ប្រកបទេដោយសារតែទី1ហ្មងយើងអត់ដែរខ្ញុំអត់ដែរមើលឃើញវីតាមីនព្រីតាคล้ายហ្នឹងវាមានសភាពបែបណារូបរាងបែបណារូបជាតិបែបណាខ្លះបែបហ្នឹងគឺខ្ញុំអត់ដែរដឹងទេប៉ុន្តែខ្ញុំចង់ផ្ដាំទៅម៉ែថាបើសិនជាម៉ែចង់ទិញវីតាមីនដែលយើងបារម្ភខ្លាចថាអូវាខ្លាចអីអញ្ចឹងម៉ែគួរតែទិញពី pharmacy ឬមួយក៏ទិញតាមមន្ទីរពេទ្យដែលគាត់មានការនាំចូលមានអីត្រឹមត្រូវហើយបើសិនជាម៉ែត្រឡប់ទិញតាមដូចថាយើងនិយាយទិញតាម app ទិញតាម Lazada ពីប្រទេសវៀតណាមពីអីមកហ្នឹងយើងផ្អាកទៅដោយសារតែហេតុអីយើងអត់ដឹងអាហ្នឹងយើងអត់ដឹងប្រភពអានេះយើងទិញមកខ្លួនឯងអញ្ចឹងណាហើយតាក់ទងជាមួយនឹងតម្លៃវីតាមីនហ្នឹងជាក់ស្ដែងហ្មងបើសិនជាសួរថាតើតម្លៃវីតាមីនហ្នឹងតម្លៃប្រហែលអញ្ចឹងមកកំប៉ុងធំបើសិនជាយើងទិញតាម pharmacy ឬមួយក៏អីវាអាចចន្លោះពី28 29ទៅ$30នៅពេលដែលម៉ែទិញយើងត្រូវប្រយ័ត្នដែរថាតើយើងទិញពីកន្លែងណាមកបើយើងទិញពីប្រភពមិនច្បាស់លាស់យើងឃើញគេលក់តនៅក្នុងអនឡាញឬមួយក៏យើងឃើញតម្លៃរបស់វាហ្នឹងវារៀងរបៀបដូចមិនគួរឲ្យជឿវាតែគេលក់$10ជាងឬមួយក៏$20ជាងឬមួយក៏អីអញ្ចឹងហើយបរិមាណប៉ុណ្ណឹងទំហំប៉ុណ្ណឹងdelay អីយើងមើលទៅវាអត់សមអាហ្នឹងម៉ែគួរតែពិចារណាឡើងវិញព្រោះយើងបារម្ភខ្លាចថាវាមិនមែនជារបស់ប៉ាត់អីចឹងទៅព្រោះយើងឃើញអញ្ចឹងយើងគួរតែសិក្សាជាមេរៀនថាតើយើងគួរឲ្យទុកចិត្តបានអត់ប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងប្រទេសខ្មែរបើតាមខ្ញុំដឹងគឺយើងអាចរកទិញបាននៅតាមអាសត្វស្ថានឬមួយក៏អ្នកខ្លះអញ្ចឹងគឺគាត់ទិញពី Amazon បងប្អូនគាត់ផ្ញើពីអាមេរិកឬមួយក៏អីមកអញ្ចឹងទៅអញ្ចឹងចំពោះវីតាមីននេះខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់មានលក់ទេហើយខ្ញុំក៏អត់មានជាប់ sponsor អីជាមួយនឹងខាងវីតាមីននឹងដែរដោយសារតែខ្ញុំធ្លាប់ចែករំលែកពីមុនតាក់ទងជាមួយនឹងវីតាមីនហ្នឹងហើយជាឆ្នេះហើយខ្ញុំចង់ឲ្យម៉ែដឹងដូចគ្នានឹងការព្រួយបារម្ភតាក់ទងជាមួយនឹងការប្រើប្រាស់វីតាមីនហ្នឹង